នារសៀលថ្ងៃទី23ខែឧសភាឆ្នាំ2025ឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនឯកឧត្តមស៊ីខុនលីងអភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាងស៊ូនិងគណៈប្រតិភូចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅទីស្តីការក្រសួងទេសចរនៅឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពទំនាក់ទំនងការទូតកម្ពុជាចិនដែលមានរយៈពេល67ឆ្នាំស្របតាមស្មារតីមិត្តដៃថែបនិងសហគមន៍វាសនារួមកម្ពុជាចិនប្រកបដោយភាពស៊ីជម្រៅនិងភាពជាក់ស្ដែងក្នុងយុគសម័យថ្មីក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជានិងចិនឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះការភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងវូស៊ីនៃខេត្តជាងស៊ូនិងក្រុងព្រះសីហនុកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2025ដោយក្រុមហ៊ុនអាកាសចរចិន Ruli Airlines មកកាន់ខេត្តព្រះសីហនុសារជាថ្មីម្ដងទៀតបន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល2ឆ្នាំឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាននយោបាយសង្គមសេដ្ឋកិច្ចដែលបង្កបរិយាកាសអនុគ្រោះនិងអំណោយផលដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទាក់ទាញទេសចរអន្តរជាតិនិងការវិនិយោគក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងយន្តការលើកទឹកចិត្តជាច្រើនដល់វិស័យឯកជនជាពិសេសលើវិស័យទេសចរដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្ត្រីនិងឯកឧត្តមអភិបាលខេត្តបានបញ្ចប់ដោយភេទរភាពនិងផ្លែផ្កាដែលទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរដូចខាងក្រោមទី1រដ្ឋបាលខេត្តជាងស៊ូនឹងជួយផ្សព្វផ្សាយទេសចរប្រទេសកម្ពុជាទៅដល់ប្រជាជនខេត្តជាងស៊ូនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសចិនឲ្យបានទូលំទូលាយជាពិសេសស្របតាមស្មារតីនៃឆ្នាំទេសចរកម្ពុជាចិន2025ទី2រដ្ឋបាលខេត្តជាងស៊ូនឹងជំរុញទាក់ទាញអ្នកវិនិយោគក្នុងខេត្តជាងស៊ូមកបណ្ដាក់ទុនបង្កើតផលិតផលទេសចរនៅកម្ពុជាដែលពោរពេញដោយសក្តានុពលវិនិយោគការទទួលបានការការពារការអនុគ្រោះនិងការលើកទឹកចិត្តវិនិយោគជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជាទី3រដ្ឋបាលខេត្តជាងស៊ូនឹងបង្កើនជើងហោះហើរត្រង់រវាងក្រុងផ្សេងៗរបស់ខេត្តជាងស៊ូមកកាន់គោលដៅទេសចរសំខាន់ៗរបស់កម្ពុជាដូចជារាជធានីភ្នំពេញខេត្តសៀមរាបនិងខេត្តព្រះសីហនុទី4ភាគីទាំងពីរនឹងសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ឬ farm trip ដោយអញ្ជើញប្រតិភូសារព័ត៌មាននិង influencer ល្បីៗពីខេត្តជាងស៊ូមកទស្សនាកម្ពុជាទី5ភាគីទាំងពីរនិងរដ្ឋបាលខេត្តជាងស៊ូនឹងសហការជាមួយក្រសួងទេសចរក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ2025ទាំងនៅប្រទេសកម្ពុជានិងប្រទេសចិនដូចជាការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាងស៊ូដើម្បីបង្ហាញសក្តានុពលទេសចរនិងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាងស៊ូនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសចិន